សាละบอกឲ្យអូនញ៉ាំបាយនៅខ្លួនឯងឃើញថា5នាទីក្រោយមកក៏ចាក់បាយចោលឲ្យក្នុងមួយថ្ងៃហ្នឹងណាឲ្យញ៉ាំមួយផ្លែតហ្នឹងណាចាក់ឡើង5 6ដងតែចាប់តន់តែចាក់មិនតក់ចាក់ចោល3ដងតែចាប់អត់តន់ហើយថ្ងៃទី2ក៏លេងលើកបាយចាត់បាយចាក់ចោលទៀតហើយអាចធ្វើការដួសញ៉ាំឬក៏ចាប់អីញ៉ាំប៉ុន្តែអូននៅញ៉ាំឆ្លាក់នៅឡើយព្រោះដោយសារអត់ទាន់មានថ្មិញទេថ្មិញដុសតែ2គ្រាប់ហ្នឹងទេហើយខាងលើហ្នឹងឥឡូវហ្នឹងចេញប្លុកឃើញចេញប្លុកថ្មិញហ្នឹងគឺចំនួន6ប៉ុន្តែវាអត់ទាន់ចេញមកដុសមកទេវាត្រឹមតែចេញប្លុកតិចតិចមកអញ្ចឹងណាដល់ហាក់អត់ទាន់មានថ្មិញតែ2ហើយចូលដល់ថ្ងៃទី3នេះក៏ឃើញថាការវិវត្តនៃការញ៉ាំនេះក៏ល្អជាងមុនដែរគ្រាន់តែនៅញ៉ាំខ្ជាក់តែអត្រានៃការញ៉ាំចូលទៅក្នុងពោះហ្នឹងគឺបានច្រើនជាងធម្មតាហើយអូនដឹងពីរបៀបកាន់សភាកាន់សមហើយចេះចាក់ចេះដួសចេះអីអញ្ចឹងពេលខ្លះដួសអត់បានអញ្ចឹងក៏ដាក់ស្វៀតចុះហើយយកដៃចាប់អីអញ្ចឹងទៅបងប្អូនអញ្ចឹងអត្ថប្រយោជន៍នៃការឲ្យកូនញ៉ាំតែខ្លួនឯងនេះគឺមានអត្ថប្រយោជន៍ច្រើនមែនទែនទីមួយគាត់រំសាយអារម្មណ៍ក្នុងការដូចជារបស់លេងថ្មីសម្រាប់គាត់ដែរអញ្ចឹងណាគាត់សាកល្បងចាប់នេះចាប់នោះអញ្ចឹងទៅហើយឃើញថាបានផលញ៉ាំច្រើនជាងមុនបន្តិចមែនគ្រាន់តែថានៅខ្ជាក់នៅឡើយព្រោះអត់ទាន់ចេះទៅពីទេអរគុណបងប្អូន